សុំពេលតែមួយនាទីទៀតប៉ុណ្ណោះអ្វីដែលសរសេរលើកាតុងនឹងពិតឬអត់ប្រាប់មកថាខូចត្រង់ណាខ្ញុំនឹងជួសជុលឲ្យជួសជុលមិនបានមិនយកលុយទេសម្ដីមិនតូចសោះណាស្អែកនៅទីនេះទៀតមែនទេមែនបានក្រុមឡានពួកយើងនៅមាន3គ្រឿងទៀតកន្លែងនេះជាទីតាំងរបស់ពួកយើងអ្នកណាជាអ្នកនិយាយគឺខ្ញុំនេះហើយចង់ដាក់តូបលក់នៅទីនេះត្រូវបង់ថ្លៃការពារសិនមួយថ្ងៃ50ខ្ញុំគ្មានលុយទេគ្មានលុយបើគ្មានលុយចុះមកដាក់តូបធ្វើស្អីពួកអ្នកមកទារលុយពិតមែនឬមួយក៏មកបង្ករឿងមានរឿងអីមែនទេតើអ្នកណាជាអ្នកដើមមុនពួកវាឯងម្នាក់ឯងវីពួកវាទាំង3នាក់ចុះហាត់លេខាទៅអាល្អិតអាល្អិតរឿងដែលឯងវីគ្នាល្បីសុសសាយពេញទាំងផ្លូវបាត់ទៅហើយខ្ញុំឈ្មោះជើខ្វាងជឺមកពីហាងជួសជុល The High នៅឯសួនគ្រឿងបន្លាស់អញចាប់អារម្មណ៍ចង់មកធ្វើការជាមួយខ្ញុំទេមិនមែនជាកូនជាងទេគឺក្នុងនាមជាគ្រូជាងលក្ខខណ្ឌវិញការងារអញជាអ្នករើសមនុស្សគឺអញជាអ្នកដឹកនាំកម្រៃជើងសាគិតដាច់ដោយឡែកលើកមុនដែលមានគេអញ្ជើញខ្ញុំគឺចង់ឲ្យខ្ញុំទៅស្ដាប់សំឡេងឡាននាំចូលមួយក្រុមមនុស្សរបស់ថៅកែម៉ាខ្ញុំមិនដឹងទេមនុស្សម្នាក់នោះអ្នកនៅឲ្យឆ្ងាយពីគាត់ទៅគាត់មិនមែនរកស៊ីគ្រឿងបន្លាស់រថយន្តទេចុះគាត់រកស៊ីអីហាងរបស់ខ្ញុំចាំទទួលអ្នកជានិច្ចថៅកែចៅថៅកែម្នាក់នោះឈ្មោះពេញគាត់អីដែរម៉ាស៊ីភៀវសួស្ដីខ្ញុំឈ្មោះស៊ូតុងជាអ្នកសារព័ត៌មានទូរទស្សន៍អ្នកណាឲ្យអ្នកមកអ្នកនៅក្នុងផ្សារគ្រឿងបន្លាស់និយាយគ្នាថាគេនិយាយថាតាមផ្លូវនេះមានមនុស្សម្នាក់ពូកែខ្លាំងស្ដាប់ឬសូរសំឡេងម៉ាស៊ីនច្បាស់ជាងអ្វីទាំងអស់ខ្ញុំគ្មានពេលទេបដូរមកជួសជុលជាមួយអ្នកវិញបានតើឡានខ្ញុំក៏មានបញ្ហាមួយដែរជួយស្ដាប់មើលបន្តិចឡាននេះរាល់ព្រឹកពេលបញ្ឆេះលើកដំបូងវាអត់ឆេះសោះយកទៅជួសជុល3ដងហើយដូរអាគុយ2គ្រាប់ហើយដែរនៅតែមិនបានការស្អែកព្រឹកចាំបើកមកឥឡូវមិនបានទេមិនក៏មិនបានហេតុអ្វីព្រោះម៉ាស៊ីនវាកំពុងក្តៅស្ដាប់មិនដឹងទេបានស្អែកព្រឹកម៉ោង7នេះលេខទូរស័ព្ទខ្ញុំឯង
ពមសាំងអីគេមានគ្រឿងបន្លាស់តូចមួយក្នុងពមសាំងពេលអាកាសធាតុត្រជាក់វាគង់តែបើម៉ាស៊ីនក្តៅវាអត់អីទេបានជាពេលថ្ងៃបងបើកមិនអីសោះបញ្ហានឹងខ្ញុំសួរគេច្រើនអ្នកហើយគ្មានអ្នកណាម្នាក់អាចពន្យល់បានច្បាស់ទេបងត្រឡប់ទៅវិញធ្លាក់ពមសាំងនឹងចុះដូរថ្មីមួយទៅមិនថ្លៃប៉ុន្មានទេចុះទឹកសណ្តែកមួយកែវនេះចាត់ទុកថាជាថ្លៃជួសជុលទៅចុះមិនគ្រប់ទេត្រូវថែមឆាខ្វៃមួយទៀតមនុស្សម្នាក់នោះបងស្គាល់ទេម្នាក់នឹងឯងបងយកឡានទៅវិញសិនទៅខ្ញុំមិនធ្វើទេបងហ៊ុយចាប់ពួកយើងឲ្យមកបងហ៊ុយផ្ដាំមកថាចាប់ពីថ្ងៃនេះទៅផ្លូវនេះចង់បើកហាងយ៉ាងណាក៏បានដែរគ្មាននរណាហ៊ានមករំខានបងទេបងហ៊ុយជានរណាអញមិនស្គាល់បងហ៊ុយទេហីអត់ស្គាល់ទេបងហ៊ុយផ្ដាំមកថាគ្រាន់តែប្រាប់គាត់ពាក្យមួយឃ្លានេះទៅម៉ាស៊ីន3កូនភ្លើងមិនឆេះបងហ៊ុយនឹងគឺជាតៃកុងឡានរបស់លោកអូណាឡានក្រោនខ្សែពៀនម៉ាស៊ីនចាំបាននៅពាក្យសម្ដីបងថ្ងៃនោះបានជួយជីវិតគាត់មួយលោកអូរុកស៊ីនាំចេញចូលនៅឯខេត្តគាត់ជាអ្នកមានអំណាចម្នាក់ដែរគាត់ចង់ឲ្យខ្ញុំធ្វើអីគាត់មិនបាននិយាយអីទេគ្រាន់តែចង់ឲ្យបងធ្វើការធម្មតាទៅរឿងលោកម៉ាស៊ីប៊ីយ៉ូថ្មីនេះគាត់ប្រម៉ូទិញឡានខូចយកមកជួសជុលលក់ចេញវិញចំណែកឯត្រចៀករបស់បងគាត់ចង់បានខ្លាំងណាស់លោកចៅខាងស្ថានីយទូរទស្សន៍ខ្ញុំអនុញ្ញាតហើយចង់ធ្វើកម្មវិធីពិសេសអំពីបងកម្មវិធីអីជាងជំនាញដែលមានទេពកោសល្យពីកំណើតកុំថតខ្ញុំអីមានរឿងអីមែនទេខ្ញុំចេះតែជួសជុលឡានក្រៅពីនឹងខ្ញុំមិនចេះទេបើអញ្ចឹងបងគ្រាន់តែជួសជុលឡានទៅខ្ញុំថតតែពេលបងជួសជុលឡានទេតែបងមិនអាចនៅលាក់ខ្លួនក្បែរផ្លូវបែបនេះអស់មួយជីវិតទេអ្នកឯងធ្វើអីឡានខូចនេះជាង3នាក់ហើយដែលជួសជុលមិនចេញគ្មានអ្នកណាធ្វើការទេចាំខ្ញុំធ្វើខ្លួនឯងលើកចុងក្រោយដែលបងបដូរប្រេងម៉ាស៊ីនគឺនៅពេលណា3ខែមុនបដូរនៅណាកន្លែងជួសជុលតាមផ្លូវប្រេងម៉ាស៊ីននេះជាប្រេងคล้ายហេតុអីបានជាអីចឹងមិនមែនមកពីប្រេងម៉ាស៊ីនទេគឺមកពីគម្លាតសន្ទះវ៉ាល់ខុសប្រេងคล้ายធ្វើឲ្យវាស្អិតពេលរត់លបឿនលឿនទៅវាផ្ទុះចេញជាជំនាញយកពីដូនតានេះជាលុយក្រៅពីភាគរយខែមុនរបស់អ្នកហើយម្យ៉ាងទៀតខ្ញុំមានរឿងត្រូវប្រាប់អ្នកម៉ាស៊ីបៀវគេឲ្យអ្នកជារបស់ដែលគេឲ្យអ្នកវាមិនមែនជារឿងរកស៊ីលក់គ្រឿងបន្លាស់ទេគាត់ចាប់អារម្មណ៍តែត្រចៀករបស់អ្នកប៉ុណ្ណោះខ្ញុំដឹងចុះអ្នកមានគម្រោងយ៉ាងម៉េចដែរជួសជុលឡានខ្ញុំធ្វើតែការជួសជុលឡានប្រេងម៉ាស៊ីនដែលបដូរនៅទីនេះកាលពីខែមុនម្សិលមិញម៉ាស៊ីនឡានវាកង់បាត់ហើយ
នោះមិនមែនជាប្រេងរបស់យើងទេឯងថាមិនមែនក៏ថាមិនមែនទៅអ្នកឯងសាកហិតមើលទៅប្រេងរបស់យើងមានស្លាកសញ្ញាសម្គាល់សិទ្ធិត្រឹមត្រូវប៉ុន្តែរបស់ឯងអត់មានទេតើឯងទៅប្ដូរនៅណាចិញ្ចើមថ្នល់តម្លៃប៉ុន្មាន$30ប្រេងសុទ្ធតម្លៃដើម$55ជាសួនរឿងប្រេងคล้ายៗនេះគឺមានអ្នកនៅពីក្រោយរុញច្រានខ្ញុំដឹងគឺម៉ាស៊ីប៉ាវមែនទេមិនប្រាកដទេតែវាប្រហែលជាមែនហើយបងចៅយើងមិនអាចនៅតែចាំហាងមួយនេះទេមានន័យថាម៉េចខ្ញុំចង់បើកហាងមួយ1 ខែ200ភ្លើងនិងទឹកសុបយកខ្លួនឯងកន្លែងនេះពីមុនសុទ្ធតែលូទឹកពីមុនក៏ធ្លាប់ជាហាងជួសជុលដែរគាត់ជាប់គុក3ឆ្នាំទើបគេរើចេញទៅសុំជួលសាកល្បង2 ខែសិនអាល្អិតអញធ្វើម្នាក់ឯងមែនទេបាទអ្នកមុនក៏ធ្វើម្នាក់ឯងដែរតែត្រូវគេវាយ3 ដងក៏ឈប់ធ្វើទៅខ្ញុំមិនដូចគេទេឯងញ៉ាំតែអានឹងមែនទេឆ្ងាញ់តើម៉ាក់ខ្ញុំធ្វើច្រើនណាស់ថៅកែគេថាឲ្យអញពិនិត្យមើលឡាននឹងឲ្យល្អិតល្អន់ទៅចៅវាយអញជានោះណាអញគ្រាន់តែជួសជុលទៅបានហើយលុយមិនឲ្យខ្វះ1 សេនទេឡាននេះទិញយូរប៉ុណ្ណាហើយ2 ខែទិញនៅណាឯងជួសជុលឬអត់ត្រឡប់ទៅប្រាប់ចៅវាយអញវិញទៅឡាននេះមិនមែនទើបនឹងទិញ2 ខែមុនទេបើតិចណាស់ក៏ជិះបានជាងកន្លះឆ្នាំដែរកាបូនក្នុងម៉ាស៊ីនវាបញ្ជាក់ការពិតបានឯងចង់និយាយពីអ្វីខ្ញុំមិនមានបំណងអ្វីទេខ្ញុំគ្រាន់តែជាអ្នកជួសជុលឡានម្នាក់ប៉ុណ្ណោះថ្ងៃនេះអញបដិសេធមិនជួសជុលឡានក្រោមមួយគ្រឿងនោះបាទឡាននោះជារបស់ Marcy Bill គេតែងតែយកឡានចាស់មកលបងកម្លាំងអ្នកដទៃជួសជុលថ្មីឲ្យលោកវិញឡានមួយនេះនៅថ្ងៃនេះគឺគេមកដើម្បីស៊ើបពីសមត្ថភាពឯងឥឡូវគេដឹងអស់ហើយអាល្អិតអាលេខ2របស់ឯងដំឡើងបញ្ច្រាស់ហើយពិតជាបញ្ច្រាស់មែនឯងរៀនពីណាពីនឹងមកគ្មានអ្នកបង្រៀនទេខ្ញុំរៀនដោយខ្លួនឯងតាមរយៈការស្ដាប់បញ្ហានៃឡាននីមួយគឺសុទ្ធតែមានសំឡេងខុសគ្នាអញ្ចឹងសាកស្ដាប់សំឡេងរាងកាយចាស់ជ្រារបស់ខ្ញុំនេះទៅមើលថាអាចរស់បានប៉ុន្មានឆ្នាំទៀតម៉ាស៊ីនក្នុងខ្លួនលោកយ៉ាងហោចណាស់ក៏អាចរត់បាន20,000 គីឡូទៀតដែរខ្ញុំចូលនិវត្តន៍ជិត10 ឆ្នាំហើយបើឯងព្រមរៀងរាល់រសៀលថ្ងៃពុធខ្ញុំនៅអង្គុយផឹកតែនៅឡើយទេប្លង់នៅក្នុងប្រអប់ដែកនោះគឺជាស្នាដៃដែលខ្ញុំបានធ្វើការបំផ្លែងវាសូមជួយចុច like subscribe share និងគាំទ្រដល់កម្មវិធី Menjing និង Daniel
ត្រចៀកមួយគូរថយន្តគ្រប់គ្រឿងដែលគាត់ធ្លាប់ស្ដាប់គ្មានគ្រឿងណាដែលគាត់ជួសជុលមិនបាននោះទេឯកសារវីដេអូមួយនោះតើចាក់ផ្សាយនៅពេលណាថ្ងៃសុក្រសប្តាហ៍ក្រោយមិនអាចចាក់ផ្សាយបានទេបើឲ្យគាត់ឡើងទូរទស្សន៍គាត់ប្រកាសជាធ្វើការលេងកាត់ហើយឆ្លៀតពេលឥឡូវនេះទៅហាងរបស់គាត់ទើបតែបើកថ្មីនៅមិនទាន់មានសន្ទុះនៅឡើយអញ្ចឹងត្រូវរកអតិថិជនឲ្យគាត់រកការងារធំឲ្យគាត់ធ្វើបងសាវលាថាត្រចៀកបងមួយគូនេះតម្លៃដល់ទៅ1សែនឯណោះមែនទេតើមានបញ្ហាអ្វីដែរជន់កែហើយញលើសពី60គីឡូក្នុង1ម៉ោងដែលចង្កូតញដូចគេរែងអង្គជន់កែមើលស្ប៉ាផ្លាក់ស៊ីឡាំងទី3ខូចហើយគ្រាន់តែដូរថ្មីមួយទៅបានហើយប៉ុណ្ណឹងទេហេបាត់ប៉ុណ្ណឹងឯង$25ភាពយន្តឯកសារនោះគេអនុម័តហើយថ្ងៃសុក្រសប្តាហ៍ក្រោយនឹងចាក់ផ្សាយមិនចាក់ផ្សាយបានទៅមិនបានទេស្លៀកឈុតនេះទៅទូរទស្សន៍ទៅកុំស្លៀកអាវចាស់របស់បងអីហេតុអ្វីបានជាជួយខ្ញុំព្រោះបងចេះជួសជុលឡានហើយជួសជុលបានល្អទៀតផងដៃគូរបស់បងនេះអាចស្ដាប់ពីចង្វាក់បេះដូងរបស់ឡានគ្រប់គ្រឿងឥឡូវបងល្បីហើយណាខ្ញុំមិនជក់បារីទេមានរឿងចង់ប្រាប់ថ្ងៃនេះពួកប្រធានរោងចក្រចាស់ខលមកខាងគាត់ថាគាត់បានមើលវីដេអូនឹងហើយគាត់ថាខ្លះគាត់មិនបានថាអ្វីទេគាត់គ្រាន់តែថាគាត់មិនបានផ្ដល់ប្រអប់ដែកនោះខុសមនុស្សទេស្អែកនេះបងនៅបើខាងកើតដែរឬទេមនុស្សច្រើនម្លេះកើតខ្ញុំឲ្យអាហូទៅជួយបងខ្ញុំមកជួយបងអាហូបងជីឈួនឯងចេះអ្វីខ្លះចេះខ្លះដែរទាំងដំដៃគូថ្នាំនិងភ្លើងខ្ញុំសុទ្ធតែធ្លាប់ប៉ះពាល់ឯងរៀនពីណាពីកងទ័ពព្រឹកស្អែកម៉ោង7កុំមកយឺតណាប៉ាយកយ៉ាងណាដែរចំពោះគាត់យកយ៉ាងណាដែរអ្នកជួសជុលឡានអ្នកចេះជួសជុលឡានតុងចុះមកឯងវិញប៉ាសួរឯងទេតើដៃគាត់នឹងនៅល្អបច្ចេកទេសគាត់ពិតជាខ្លាំងតែដៃដែលសម្រាប់ជួសជុលឡាននេះប្រហែលមិនអាចក្តាប់ក្តូរផ្លូវជីវិតផ្សេងក្រៅពីការជួសជុលបានទេសុខឆ្អឹងជំនីម៉ាក់ខ្ញុំរំងាស់ជំរាបសួរចែជួសជុលឡានរបស់ឯងទៅប៉ាខ្ញុំបានឃើញវីដេអូនោះហើយគាត់ថាដៃអ្នកនឹងនៅល្អពិសាទៅញ៉ាំឲ្យអស់សិនចាំខ្ញុំដួសឲ្យទៀតអ្នកមែនទេដែលឃើញក្នុងទូរទស្សន៍ហ្នឹងឡានមានបញ្ហាអ្វីដែរម៉ាស៊ីនត្រជាក់មិនត្រជាក់សោះយកទៅជួសជុលនៅហាង3កន្លែងហើយនៅតែមិនជា